ណែพวกកំឡោះអត់លិតទាំងអស់គ្នាត្រៀម1 2 3រើសតាបចិត្តទៅវើយហាបដណ្ដើមគ្នាអូ1 2 3អាបកាច់ទៅបានរាប់3ផងបងអញអូនចេញអូយស្គមទៅអើយម្នាក់នេះរៀងថត់នេះទៅអញនេះរបស់អញបងអញទេអាចទៅមិនបងអញទេហើយពួកអាលលាយនេះព្រោះតាមទំនួលចាំបាច់បកាច់ទៅដើមគ្នាធ្វើស្អីបីសំបងពេលតាយកបងប្អូនរបស់ពួកខ្ញុំទាំង3នាក់ផងនាងស្គមណាខ្ញុំបញ្ចូលនេះខ្ញុំត្រូវការនេះមានបាប់សួរប្រកាសកូនឲ្យខ្ញុំត្រូវការនេះចេញបងស្រីអរបើពួកឯងរើសរួយរស់ហើយឆាប់បញ្ញាប់ថយក្រោយទៅណាថាថយក្រោយទៅថយក្រោយកាចាលីឯងមើលម្នាក់នេះគាត់បើដែរមើលទៅមុខគាត់ស្អាតបាតគួរសមយកម្នាក់នេះទៅឯងយកទៅយ៉ាប់ទៅទៅប្រញាប់ស្អីក្នុងចំណោមពួកគេខ្ញុំត្រូវតែជ្រើសរើសស្រាប់ហើយបងស្រីពេលនេះសល់តែម្នាក់ទេចំណែកពួកយើងមានដល់តែ3នាក់ហើយគេតម្រូវឲ្យរើសយកតែម្នាក់ប៉ុណ្ណោះបងស្រីខ្ញុំអត់ចង់ស្លាប់ទេបងអូនស្រីសូមអញទុកចិត្តចុះក្នុងចំណោមពួកយើងទាំង3នាក់យ៉ាងហោចណាស់ក៏អញក្មេងជាងគេអនាគតនៅវែងឆ្ងាយណាស់ដូច្នេះឲ្យគេជ្រើសរើសយកឯងចុះអាយអញទៅភ្នែកដល់កអញព្រមប្រកាច់រើសទៅលឺឡើងទៅអញទៅវិញអូបាទលោកម្ចាស់ណែសូមសួរលោកម្ចាស់បន្តិចនៅក្នុងចំណោមពួកគេខ្ញុំអាចជ្រើសរើសតាមចិត្តតើមែនដែរទេហើយត្រូវហើយលោកតាឯងនេះចង់បានមួយណាឆាប់និយាយភ្លាមមកហើយចុះបើខ្ញុំចង់ប្រាប់ថាខ្ញុំចង់រៀបការជាមួយនឹងស្រីទាំង3នាក់នេះតើលោកអនុញ្ញាតទេខ្ញុំចង់រៀបការជាមួយនឹងស្រីទាំង3នាក់នេះតើលោកអនុញ្ញាតទេអត់អីអាយ៉ាលោកតាលីនេះពិតជាលុបលត់មែនហើយឈប់ទាំងនឹងផងចង់បានប្រពន្ធ3ត្រូវលោកតាលីនេះលោកតាគិតច្បាស់ហើយតែថាចង់បានប្រពន្ធ3នោះអាកាចាស់លីអានេះយើងស្ដាប់ច្រឡំមែនទេអឺលោកម្ចាស់តើលោកម្ចាស់ព្រមអនុញ្ញាតដែរទេអាយ៉ាតើកាចាស់មិនខ្ញុំមិនព្រមអនុញ្ញាតទេប៉ុន្តែមើលទៅលោកពិតជាថ្លើមធំមែនតើលោកអាចចិញ្ចឹមពុននាងទាំង3បានដែរទេខ្ញុំអាចចិញ្ចឹមបានអើយយកអាត្មាខ្លួនឯងមិនរួចផងចង់ចិញ្ចឹមមនុស្សស្រីទាំង3នាក់នេះពិតជាដេកយល់សពពេកហើយខ្ញុំសួរលោកម្ដងទៀតតើលោកប្រកាសដែរទេបាទខ្ញុំប្រកាសហើយនៅលបងកុំតប៉ាជាមួយតានឹងច្រើនពេកបើយកប្រពន្ធ3ក៏យកទៅបើជ្រើសរើសតែ1 2នាក់ទៀតយើងសម្រាប់ចោលតដែលហ្នឹងហើយបាទហើយស្លាប់តាមអីទៅចុះទៅពួកឯងឆាប់យកស្បៀងឲ្យពូនាងទៅតាកាចាស់យកទៅប្រពន្ធ3ក៏យកទៅអរគុណលោកម្ចាស់ហើយបើយកប្រពន្ធហើយត្រូវតែបម្រើកងទ័ពបើមិនទៅទីច្បាស់ជាងាប់ខាទេអ្នកទាំងអស់គ្នាក៏ដូចអញ្ចឹងដែរបើមិនទៅច្បាស់ជាងាប់បាទជាពិសេសតាចាស់ឯងបើអត់ឃើញច្បាស់ជាត្រូវវិញហេតុអីអាតាកាចាស់ឯងបំពងស្ដាប់ខ្ញុំអញ្ចឹងឲ្យយកតែមួយទៅបានទេមិនចាំបាច់យកដល់ថ្នាក់ដល់3វិញចាំគេរស់អត់អាយ៉ាសើមិញលោកស្ដាប់ខ្ញុំសិនយោធាគេឲ្យយើងបម្រើកងទ័ពរយៈពេល1ខែទៀតយ៉ាងហោចណាស់ស្បៀង1ថងប្រពន្ធ1អាចទប់ទល់រយៈពេល1ខែដែរតែពេលនេះកាចាស់ឯងមើលទៅចុះខ្ញុំមានប្រពន្ធ3នឹងអាចទប់ទល់ស្បៀងរយៈពេល3ខែដែរលោកយល់ដែរទេបើយ៉ាងទៀតនាងនៅក្មេងៗណាស់បើនាងស្លាប់ទៅគួរឲ្យស្ដាយយកនាងទៅក៏វាល្អដែរចាត់ទុកថាបានធ្វើបន់ចំពោះនាងតិចចោតាមការពិតបើយើងបានប្រពន្ធច្រើននោះកម្លាំងរបស់យើងកាន់តែច្រើនខ្ញុំសូមខ្លាចកាចាស់លីឯងបើចង់បានប្រពន្ធច្រើនក៏យកទៅចោះហើយខ្ញុំមិនហាមខត់ទេតែមើលថែនេះឲ្យបានល្អទៅប្រយ័ត្នងាប់លើបកវើក្នុងនាមជាមិត្តភក្តិឲ្យជួយដាស់តឿនតិចទៅដែរកាចាស់លីអានេះខ្ញុំសួរតាមត្រង់មើលអាចទប់ទល់បានប្រមាណតិចដែរវិញមើលទីនេះសត្វតលុកតលុនស្អាតអស់ទាស់រឿងនេះ
ទាល់តែសាកមើលសិនទើបដឹងចាំងម៉ែកអីហ៎ពួកនាងបញ្ញាប់ទៅតាមខ្ញុំមកបញ្ញាប់ទៅផ្ទះ